បាទក៏ដូចស្ដីបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីកាត់ធ្វើនៅដំណោះឆ្នោតយន្តនៅថ្ងៃទី28ខែ11ឆ្នាំ2025មកចែកជូនអ្នកទាំងអស់គ្នាដើម្បីទៅការលេងសងស្នាហើយតម្រុយម្សិលមិញគឺពុកម៉ែបងប្អូនទាំងអស់គ្នាគឺវេលាម៉ោង9:30នាទីគឺយើងចូល3គ្រាប់តែម្ដងពុកម៉ែបងប្អូន74បើ74 47ហើយក៏ដូចជាលេខ44អ្នកអស់លេខអុកតុង40ក៏ចូលអ្នកអុកតុង7ក៏ចូលនៅវេលាម៉ោង9:30នាទីកាលពីម្សិលមិញហើយចំពោះក្នុងឆាតគឺយើងចូលបានដល់ម៉ោង4ទេទាំងអស់គ្នាបាទយើងចូលលេខ15ម៉ោង6បានចូលតែអធិស្ឋានឥឡូវយើងក៏លេខមើលតម្រុយថ្ងៃទី28ខែ11ឆ្នាំ2025មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅថ្មីដើម្បីតាមដាននៅតម្រុយឆ្នោតយួនខ្ញុំបាទជារៀងរាល់ថ្ងៃពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុចសញ្ញារូបកណ្ដឹងហើយចុច Subscribe ហើយ Comment លេខ168ទាំងអស់គ្នាក្រមីទាំងអស់គ្នាម្នាក់មួយផងបាទចឹងនៅថ្ងៃនេះលេខអុកតុងគឺមានចំនួន2ខ្ទង់គឺមានខ្ទង់40ក៏ដូចជាខ្ទង់10បាទ40គឺមានចំនួន2គ្រាប់បាទគឺមាន43 47រីឯខ្ទង់10គឺមានចំនួន3គ្រាប់បាទគឺមាន16 17ក៏ដូចជា19លេខត្រឡប់ខ្ទង់40និងខ្ទង់10មានដូចជាលេខ34 74 61 71និងលេខ91បាទចំពោះលេខទៅ12លេខបាទលេខទៅខ្ញុំពុកម៉ែបងប្អូនទាំងអស់គ្នាលេខចត្រង់និងត្រឡប់បានហើយបាទចំពោះលេខទៅ12លេខបាទរីឯលេខធំ13លេខគឺមានចំនួនតែ2គ្រាប់តែបាទលេខធំទី1គឺលេខ786ពុកម៉ែបងប្អូនទាំងអស់គ្នាលេខសងស្នាងបាទលេខគុណទាំងអស់គ្នាបាទនិងលេខធំទី2នោះគឺលេខ976ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺ3លេខបានហេងទាំងអស់គ្នាម្សិលមិញគឺយើងចូលម៉ោងដូចជាម៉ោង1ទាំងអស់គ្នាម៉ោង1ទាំងអស់គ្នាលេខធំ3លេខ2 3 4ទាំងអស់គ្នាបាទចំពោះតម្រុយម្សិលមិញពុកម៉ែបងប្អូនទាំងអស់គ្នាហើយតម្រុយឆ្នោតយួននេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការលេងសងស្នាងវេលាម៉ោង1:30នាទីម៉ោង4:30នាទីក៏ដូចជាម៉ោង9:30នាទីបាទអញ្ចឹងឆ្លាញ់ម៉ោងមួយណាគឺពុកម៉ែបងប្អូនអាចធ្វើការលេងសងស្នាងបានគឺឆ្នោតយួនពុកម៉ែបងប្អូនទាំងអស់គ្នាចឹងអត់មានអីច្រើនទេពុកម៉ែបងប្អូនមកជូនពរពុកម៉ែបងប្អូនដែលបានយកលេខក្នុងធ្វើការសងស្នាងនៅថ្ងៃទី28បាត់កុំភ្លេចចុចសញ្ញាបត្រដាច់ទាំងលើទាំងអស់គ្នា comment លេខ168ក្រោមវីដេអូទាំងអស់គ្នាផងដែរបាទគ្រប់លាជួបគ្នានៅថ្ងៃស្អែកបន្តទៀតតាមពេលវេលានៅម៉ោងដដែលពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទ